បាទសួស្តីលោកគ្រូអ្នកគ្រូដូចជាបងប្អូនសិស្សានុសិស្សទាំងអស់គ្នាសាជាថ្មីចឹងខាងនេះគឺខ្ញុំនឹងធ្វើវីដេអូមួយទៀតគឺចេញអំពីវិញ្ញាសាប្រឡងតេស្តភាសាខ្មែរថ្នាក់ទី2គឺតេស្តដើមឆ្នាំនិងតេស្តចុងឆ្នាំបាទចឹងនេះគឺជាអត្រាកំណែវីដេអូមុនគឺយើងបានធ្វើអំពីវិញ្ញាសារួចហើយចឹងយើងមកធ្វើអត្រាកំណែម្ដងថ្ងៃនេះណាបាទចឹងទី1ចូលចុចជ្រើសអំណានពាក្យដែលត្រឹមត្រូវបាទពាក្យនេះអនាម័យចឹងយើងគ្រាសយកចំណុចទី1ណាបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចុចយកទី1ទី2សាមគ្គីបាទសាមគ្គីយើងចុចយកត្រេទី1ដែរបាទត្រេទី1ដែរទី3ពាក្យប្រជាប្រិយបាទប្រជាប្រិយយើងចុចយកទី1ដែរបាទទី4ពាក្យវិស្សមកាលយើងចុចយកទី1ដែរបាទចុចយកទី1ដែរណាដូចគ្នាដែរបាទមួយទៀតគឺពាក្យធម្មជាតិយើងចុចយកទី1ដែរបាទទី1ដែរទី6គឺសុកសានយើងបើកឲ្យយើងជ្រើសរើសពាក្យដែលសរសេរខុសបាទពាក្យដែលសរសេរខុសចឹងពាក្យសរសេរខុសគឺពាក្យសុកសានពាក្យទី1បាទទី2ពាក្យដែលសរសេរខុសមួយទៀតនោះគឺពាក្យកម្លាំងទី1ដែរចំណុចមួយទៀតគឺពាក្យដែលសរសេរខុសដែរគឺពាក្យភ្ជុំបិណ្ឌនៅទី1ដែរបងប្អូនបាទមួយទៀតពាក្យដែលសរសេរខុសមួយទៀតគឺពាក្យទុច្ចរិតនៅទី1ដែរបាទមួយទៀតពាក្យឧស្សាហ៍ពាក្យដែលសរសេរខុសគឺពាក្យឧស្សាហ៍ដែរគឺទី1ដែរបាទអញ្ចឹងចូលដល់វិញ្ញាសាទី10បាទកន្លែងទុកវត្ថុបុរាណសម្រាប់ភ្ញៀវមើលគឺយើងយកទី3គឺសារមន្ទីរណាបាទសារមន្ទីរមួយទៀតអាយុរបស់អ្នកណាម្នាក់បាទអាយុរបស់អ្នកណាម្នាក់យើងយកពាក្យថាវ័យទី1បាទដែលជាទីស្រឡាញ់របស់ប្រជាជនបាទយើងយកទី1ដែរគឺប្រជាប្រិយចុចទី1បាទមើលខ្ញុំចង្អុលណាបាទចូលដល់ទី14ដីសម្រាប់ដាំដំណាំនិងផ្កាយើងយកទី1ដែរគឺយកពាក្យថាច្បារបាទយកច្បារទី1សេចក្តីស្រណុកស្រួលបាទសេចក្តីស្រណុកស្រួលគឺយើងយកពាក្យសុកសានបងប្អូនណាពាក្យសុកសានបាទអញ្ចឹងចូលដល់ទី16ជ្រើសរើសពាក្យដែលត្រូវនឹងនិយមន័យបាទការធ្វើដំណើរទៅមកនៅតាមដងផ្លូវយើងយកទី1ដែរគឺចរាចរណ៍អញ្ចឹងខ្ញុំធ្វើរៀងលឿនបន្តិចបាទដោយសារយើងមានវែងវីដេអូយើងណាបាទទី17ជ្រើសរើសពាក្យមួយគូដែលមានន័យដូចគ្នាបាទអញ្ចឹងយើងយកគូពាក្យទី1គឺឲ្យហើយនឹងជូនបាទដូចគ្នាដែរជ្រើសរើសគូពាក្យមួយគូដែលមានន័យដូចគ្នាដែរយើងយកពាក្យនិមន្តនិងធ្វើដំណើរនៅពាក្យទី1ដែរបាទណាចុចលើទី1បាទគ្រាទី1ជ្រើសរើសពាក្យមួយគូដែលមានន័យដូចគ្នាដែរយើងយកពាក្យម្ដាយនិងមេដាទី1ដែរបាទសំណួរទី20យើងយកពាក្យខ្លើយនិងពួកម៉ាក់ទី1ដែរណាទី1ដែរចំណុចទី21សាហាវនិងខូខើបាទឲ្យយើងរើសពាក្យដែលឲ្យយើងចូលចុចជ្រើសពាក្យមួយគូដែលមានន័យដូចគ្នាបាទដូចគ្នាដែរនេះគឺសាហាវនិងខូខើទី1ដែរបាទឥឡូវយើងចូលដល់ទី22គឺរើសពាក្យដែលមានន័យផ្ទុយគ្នាម្ដងបាទន័យផ្ទុយគ្នាម្ដងអញ្ចឹងន័យផ្ទុយគ្នាយើងយកទី1ដែរគឺក្មេងផ្ទុយនឹងចាស់បាទអញ្ចឹងគូពាក្យទីនេះទី23នេះយើងយកគូពាក្យទី1ដែរគឺធូធាននិងខ្វះខាតន័យផ្ទុយគ្នាដែរណាគូពាក្យហ្នឹងណាបាទ24គូពាក្យដែលផ្ទុយគ្នាដែរគឺគូពាក្យបញ្ចេញនិងបញ្ចូលបាទគូពាក្យមួយទៀតដែរគូពាក្យទី5បាទណាទី25គឺពាក្យដែលមានន័យផ្ទុយគ្នាដែរគឺយើងយកពាក្យសបាយហើយនឹងកើតទុកបាទគូពាក្យកើតទុកចូលដល់ទី26ចុចជ្រើសរើសគូពាក្យដែលមានន័យផ្ទុយគ្នាដែរយើងយកពាក្យរុងរឿងនិងអាប់អោនបាទចំណុចទី1ដែរដល់កន្លែងយើងជ្រើសរើសពាក្យដែលត្រូវជាងគេមកបំពេញល្បះបាទក្នុងចំណោម4ពាក្យនេះគឺយើងយកមកបំពេញល្បះអញ្ចឹងយើងយកពាក្យទី1ដែរបាទពាក្យទ្របបាទទី2យើងរើសយកពាក្យពូនបាទពាក្យពូនដែលជាពាក្យទី4យកមកបំពេញល្បះទី28នេះទី29យើងយកចំណុចទី1គឺពាក្យគុណបាទណាគុណទី30យើងយកពាក្យរាជរាយទៅបំពេញល្បះសុភីនិងសុភាទៅសាររៀននៅទឹកមុខរាជរាយយកចំណុចទី1បាទចូលដល់ទី31จะរើសពាក្យដែលត្រូវជាងគេមកបំពេញល្បះម៉ាក់ប្រាប់ខ្ញុំឲ្យបាទអញ្ចឹងយើងយកទី1ដែរគឺអញ្ជើញបាទយកអញ្ជើញចូលដល់ទី32រើសគូពាក្យសំទោសរើសពាក្យដែលត្រូវជាងគេមកបំពេញល្បះដែរបាទណាអញ្ចឹងយើងយកពាក្យស្លាប់មកបំពេញស្លាប់នេះគឺពាក្យទី4បាទណាទី4មកបំពេញដល់ឡែកចុចជ្រើសល្បះដែលត្រឹមត្រូវជាងគេបាទត្រឹមត្រូវជាងគេគឺល្បះទី1ដើមត្នោតនិងដើមដូងមានរាងដូចគ្នាយើងយកទី1បាទត្រឹមត្រូវជាងគេបងប្អូនណាបាទទី2យើងយកទី1ដែរបាទត្រឹមត្រូវជាងគេគឺសុខាខិតខំរៀនសូត្រក៏បានលទ្ធផលល្អបាទដូចទី1ដែរសំណួរទី35យើងយករាជធានីភ្នំពេញមានទីកន្លែងសម្រាប់ភ្ញៀវទេសចរទៅលេងច្រើនយើងយកទី1ដែរបាទទី1ដែរ
ចូលដល់សំណួរទី36បាទបឹងទន្លេសាបមានត្រីច្រើនប្រភេទរស់នៅចឹងនេះគឺជាល្បះដែលត្រឹមត្រូវជាងគេយើងយកចំណុចទី1ដែរបាទចូលដល់ទី37បាទការធ្វើប្រហែសនោះមិនបាត់បង់និងខូចខាតយើងយកទី1ដែរបាទទី1ដែរចុចលើទី1ដែរបងប្អូនទាំងអស់គ្នាបងប្អូនសិស្សនិស្សិតចឹងចូលដល់មួយទៀតគេឲ្យយើងយកclear ទាំងខាងក្រោមទាំងអស់នេះទៅបំពេញក្នុងល្បះម្ដងបាទអញ្ចឹងយើងយក clear ទី1បាទ clear ទី1តាមត្រូវយកទៅបំពេញបានចេះជួយអ្នកដទៃបាទ clear ទី1យើងយកទៅបំពេញបាទចេះជួយអ្នកដទៃនេះណាបាទតោះអញ្ចឹងយើងចូលដល់ទី39យើងយក clear ទី1ដែរបាទបងប្អូនណា clear ទី1ដែរគឺតាមត្រូវយើងចុចលើ clear ទី1ដែរណាបាទ clear ទី1ទី40យើងយក clear ទី1ដែរគឺ complete ធ្វើកិច្ចការផ្ទះបាទយើងយកទី1ដែរ41យើងយកទី1ដែរ41យកទី1ដែរគឺជាអ្នកទទួលបន្ទុកចិញ្ចឹមពួកយើងបាទទី1ដែរដែលជាល្បះត្រឹមត្រូវអាចបំពេញបានចឹងចូលដល់ទី42យើងយកទី1ដែរបាទទី1ដែរមិនអាចប្រាប់សុភីឲ្យបាទចេញទៅរៀនសំទោសចេញទៅអញ្ជើញភ្ញៀវចូលផ្ទះយកទី1ដែរដែលជាល្បះត្រឹមត្រូវអាចបំពេញបានទី1ណាចូលដល់ទី43នេះគឺខ្ញុំអត់អានអត្ថបទនេះទេយើងអានរួចហើយអត្ថបទនេះណាយើងអានរួចហើយអញ្ចឹងយើងមកមើលចម្លើយតែម្ដងចឹងចម្លើយដែលត្រឹមត្រូវយើងយកទី1ដែរគឺពិបាកចិត្តឡើយនេះណាបងប្អូនណាយើងយកទី1ដែរគឺយើងចុចលើទី1ពិបាកចិត្តចូលដល់ទី44បាទ44ចឹងយើងអានហើយដែរហើយរបស់ហ្នឹងណាចឹងយើងមកមើលចំណុចដែលយើងត្រូវចុចវិញណាតើការសន្ទនានេះកើតឡើងនៅទីកន្លែងណាអញ្ចឹងយើងយកទី1ដែរគឺនៅសាលារៀនបាទសាលារៀនចូលដល់ទី45បាទ45តារាងនេះក៏ខ្ញុំអានហើយក្នុងសំណួរហើយដែរអញ្ចឹងយើងយកចុចនៅលើលេខ10បានថាដើមកៅដើមត្នោតមានក្នុងផ្ទះរបស់សិស្សប្រុសប្រមាណអ្នកអញ្ចឹងយើងយកលេខ10បាទលេខ10ទី1